បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទណាថ្ងៃនេះខ្ញុំមានរបស់ពិសេសពិសាលបាទជារបស់កម្របាទណាជារបស់កម្របាទមួយដុំនេះបាទតាមអ្នកដែលគាត់រកបានគាត់ថាជាផូស៊ីលណាផូស៊ីលឈើខ្មៅខ្លាចជាថ្មបាទហើយក៏បាទក៏ដោះគ្រីស្តាល់ហ្នឹងនេះដោះត្បូងថ្មហើយបាទដោះត្បូងថ្មជាប់ហ្នឹងមួយដុំនេះ1គីឡូជាងបាទណានេះផូស៊ីលឈើខ្មៅខ្លាចជាថ្មបាទនៅក្នុងបាតសមុទ្របាទណានេះគេនៅជាមួយពួកហៅថាផ្កាថ្មណាផ្ការាំងផ្កាសមុទ្រខ្លាចជាថ្មណាផ្កាសមុទ្រផ្កានៅបាតសមុទ្រមិនថាខ្លាចជាថ្មក៏ឲ្យថ្មអានេះបើយើងធ្វើហើយឡាំហើយធ្វើជាកម្មយើងបាញ់ពិលចូលបាទដូចជាត្បូងអញ្ចឹងបាញ់ពិលចូលបាទអានេះគេហៅថាផូស៊ីលផ្កាថ្មណាផ្កាបែបម៉េចផ្កាបាតសមុទ្រផ្ការាំងហៅផ្ការាំងផ្កាបាតសមុទ្រណាកើតជាថ្មផូស៊ីលផ្កាថ្មបាតសមុទ្រកើតជាថ្មហ្នឹងហើយសាច់វាអញ្ចឹងពេលយើងឡាំមកធ្វើកម្មស្អាតណាស់ភ្លឹងតែម្ដងអញ្ចឹងខ្ញុំសូមចែកជាវបានមួយដុំហើយ1គីឡូដែរអានេះតាមដែលគាត់និយាយណាបាទគេថាផូស៊ីលឈើខ្មៅបាតសមុទ្រខ្លាចជាថ្មផូស៊ីលឈើខ្មៅបាតសមុទ្រខ្លាចជាថ្មបាទព្រោះនេះគេរកបាននៅម្ដុំភ្នំសំពៅជើងភ្នំសំពៅណាបាទជើងភ្នំសំពៅឬក៏ភ្នំគូលែនបាទណាហ្នឹងហើយភ្នំគូលែននិយាយខុសជើងភ្នំសំពៅឬក៏ភ្នំបាណន់ណាគេប្រាប់យើងអញ្ចឹងតែគេមិនដឹងថារួមមួយកន្លែងមួយណាទេប៉ុន្តែកន្លែងដែលផូស៊ីលឈើខ្មៅខ្លាចជាថ្មនេះគឺសម្បូរទៅដោយសារជាតិផូស៊ីលបាតសមុទ្រអញ្ចឹងផូស៊ីលបាតសមុទ្របាទអញ្ចឹងគេរកបានបាទអានេះណាជាម្ដុំនេះរំបានណាសូមចែកគេហ្នឹងហើយបើថារបស់កម្រឈើខ្មៅណាបាតសមុទ្រខ្លាចជាថ្មអញ្ចឹងនឹងយើងហៅតាមគាត់គាត់និយាយអញ្ចឹងគឺថាអញ្ចឹងទៅបាទនេះវិញសាច់ស្អាតណាស់នេះបាញ់ពិលចូលបាទផូស៊ីលផ្កាថ្មបាតសមុទ្រខ្លាចជាថ្មណាហ្នឹងហើយឬគេហៅថាផ្ការាំងបាតសមុទ្រណាគឺគេហៅថាផ្កាថ្មអញ្ចឹងទៅបាទកើតជាថ្មនេះជាវត្ថុមង្គលអាចជាឆ្លាក់ជាព្រះឬក៏ម៉ែធរណីម៉ែកុងហ៊ីងមាននឹងសាយសក់អីហ្នឹងគឺល្អតែម្ដងបាទណាបាតសមុទ្រនេះឬក៏ប្រម៉ែមេកាឡាអញ្ចឹងទៅអ្នកថែសារសមុទ្របាទហើយឈើខ្មៅនេះយើងអាចឆ្លាក់បានច្រើនតួអង្គស្អីក៏បានដែរដូចតែគ្នាហ្នឹងបាទម៉ាតេកម៉ាថងម្រេងពងវាលឬក៏ស្ដាច់អាឋានអញ្ចឹងទៅនេះធ្វើអាឋានត្រូវអាឋានបាតសមុទ្រអញ្ចឹងពួកអានេះមិនសូវសមបានទេបាទនេះឈើខ្មៅនេះធ្វើជាអាឋានឆ្លាក់ចូលជាអាឋានល្អហ្មងបាទបាទថ្ងៃនេះអត់មានអីជាបង្ហោះទេមានប៉ុណ្ណេះឯងបាទនេះជាផូស៊ីលថ្មកាត់ថ្មអាឋានកូនសង្កត់សង្វារពេជ្រហ្នឹងហើយបាទវាមានពួកសង្វារពេជ្រនៅជាប់ហ្នឹងបាទនេះពួកសង្វារពេជ្រហ្នឹងដោះជាប់ហ្នឹងពេលយើងកាត់អញ្ចឹងទៅយើងមើលឃើញនេះគេចោះហើយឡាំហើយពួកសង្វារពេជ្រអញ្ចឹងនេះគេហៅថាថ្មអាឋានកូនសង្កត់សង្វារពេជ្រហ្នឹងអ្នកពាក់គឺទៅពាក់អីហ្នឹងល្អបាទខ្ញុំពាក់វាហើយគឺវាស្រូបអាធម្មពលបាទវិជ្ជមានអាក្រក់ក្នុងខ្លួនយើងណាបាទដូចជាមុនខ្មៅឬក៏ជាតិពុលក្នុងខ្លួនយើងអីហ្នឹងអាចជាបឺតស្រឿតចឹងមកបាទធ្វើយើងមានអារម្មណ៍ថាតឹងដៃតឹងជើងធូរស្បើយបាទបើយើងចេះដែលគេហៅថាអង្កល់ចិត្តណាបាទឬក៏អប់រំចិត្តហ្នឹងយើងអាចយកចិត្តយើងហ្នឹងណាទៅដាក់ទៅលើដុំថ្មនេះដើម្បីឲ្យវាស្រូបអញ្ចឹងអស់លោកណាដែលចេះនៅវិធីសមាធិឬក៏ការអង្កល់ចិត្តហ្នឹងបាទអប់រំចិត្តហ្នឹងលោកអាចសាកមើលបានបើថាខ្ញុំកុហកណាបាទអាចចូលសមាធិដាក់លើដៃតែវាស្រូបឬមិនស្រូបបាទណា
បាទអង្គខ្លាយជាថ្មនិងផូស៊ីលថ្មអឋានកូនសង្កត់សម្រាប់ពេជ្រនេះអាចដាក់បានប៉ុន្តែនេះគឺខ្ញុំជឿថានេះមានអានុភាពធំថ្មពីរនេះមានអានុភាពធំដូចគ្នាតែនេះខ្លាំងបាទបើយើងការពារអំពើអំពន់បាទជាគ្រូអីហ្នឹងការពារអំពើអំពន់ឬក៏ស្រូបនៅជាមុនខ្មៅអីហ្នឹងបាទល្អណាស់ដែលសេះសល់ក្នុងខ្លួនយើងអញ្ចឹងណាបាទនៅថ្ងៃនេះអត់មានអីទេមានតែប៉ុណ្ណេះបាទទីថ្ងៃទី9ខែ11បាទសូមជម្រាបលាសូមអរគុណបាទ